ជាបឋមខ្ញុំបាទសូមគោរពជំរាបសួរលោកគ្រូហើយនឹងសួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូមួយទាក់ទងជាមួយនឹងការ config ទៅលើ MikroTik ដែលវិញ្ញាសាលោកគ្រូគាត់ដាក់ឲ្យយើង config នេះទី1គឺយើងបង្កើត brick ទី2គឺការដាក់ port ឲ្យទៅជា brick ទី3ការដាក់ IP address ទៅលើ brick mode ទី4នឹងការបង្កើត DHCP server ចឹងយើងចូលមកកាន់ដំបូងគេគឺយើងត្រូវតែចូលទៅកាន់ចំណុចដែលតើនឹងការបង្កើត brick ចឹងយើងចូលមកកន្លែង brick មកហើយយើងចុច new លើ brick ទី1នោះលោកគ្រូក៏ចង់ឲ្យយើងដាក់ឈ្មោះថាជាលើ brick ទី1ហ្នឹងគឺយើងចូលកន្លែង brick មកហើយយើងចុចលេខ new ហើយលើ brick នេះគឺយើងដាក់ឈ្មោះជា IT department apply មកហើយយើងចុច OK បន្ទាប់មកទៀតយើងចុចមក new មួយទៀតមកគឺយើងដាក់បង្កើតឲ្យមួយទៀតគឺ accounting យើងចុច OK ទៀតមកបន្ទាប់មកយើងបង្កើតបាន brick 2យើងចូលមកកាន់ចំណុចបន្តទៀតគឺការដាក់ port ទៅលើ brick នីមួយៗដោយ Ethernet ទី2និង Ethernet ទី3ត្រូវដាក់ជាមួយនឹង IT department ហើយ Ethernet ទី4និង Ethernet ទី5ដាក់ជាមួយនឹង accounting អញ្ចឹងយើងចូលមកកាន់ការដាក់ brick អស់គ្នាអញ្ចឹងយើងចូលមកកាន់port ហើយយើងចុច renew មកអញ្ចឹងនៅ Ethernet ទី2យើងដាក់វាឲ្យទៅ IT department យើងចុច apply មកចុច OK បន្ទាប់មកទៀតគឺយើងដាក់ឲ្យ Ethernet ទី3ទៅ IT department ដែរចុច apply ហើយចុច OK ទៀតមកយើងបាន port 2នេះគឺសម្រាប់ IT department អញ្ចឹងសម្រាប់ accounting វិញយើងចុច new មកហើយយើងដាក់លើ Ethernet ទី4ហើយយើងបដូរកន្លែង break នេះទៅជា accounting ចុច apply ហើយចុច OK បន្ទាប់មកយើងបង្កើតមួយទៀតមកដាក់ port ទី5ជាមួយនឹង break accountant ចុច apply ចុច OK នេះគឺយើងទទួលបាន brick ដែលមាន4 port ហើយ port ទាំងពីរហើយមាន port 2សម្រាប់ IT department និង port ទាំងពីរនេះគឺសម្រាប់ accounting អញ្ចឹងយើងចូលមកកាន់ចំណុចបន្តទៀតគឺការដាក់ IP address នៅលើ brick នីមួយៗអញ្ចឹងយើងមកចូលមកដល់ចំណុចនេះជាដំបូងយើងចូលកន្លែង IP មកហើយយកកន្លែង address យើងចុច new មកអញ្ចឹង IP ដែលគ្រូគាត់បានឲ្យយើងមកដាក់មកនេះគឺ192.168.133.1/24សម្រាប់ IT department អញ្ចឹងយើងដាក់ IP នៅលើនេះយើងដាក់ IP តែម្ដងមកចាយើងផ្ទៀងផ្ទាត់ជាមួយមកដល់ត្រូវដែរឬទេបាទវាត្រឹមត្រូវយើងចុច apply មកហើយចុច OK សំទោសខ្ញុំសូមខុសកន្លែងនេះគឺខ្ញុំសូមដាក់ទៅជា IT department អូខេចុច apply ហើយចុច OK បន្ទាប់មកទៀតយើងបង្កើតមួយទៀតមកយើងដាក់ IP របស់វាគឺ192.128.1/24/24ដែលវាត្រូវជាមួយនឹងប្រធានវិញ្ញាសារបស់យើងហើយយើងដាក់វាទៅaccounting ចុច apply និងចុច OK អញ្ចឹងយើងបញ្ចប់ចំណុចទី2គឺការដាក់ IP ទៅលើ brick នីមួយៗបន្ទាប់មកទៀតយើងចូលមកកាន់ការបង្កើតទៅលើ DHCP server អញ្ចឹងការបង្កើត DHCP server គឺយើងចូលមកកាន់កន្លែង IP ហើយយកកន្លែង DHCP server អញ្ចឹងយើងចូលមកកាន់ DHCP មក DHCP កន្លែងនេះបន្ទាប់មកចុច DHCP setup អញ្ចឹងយើងសូមរើសយក brick IT department មុនគេមកយើងចុច next នៅពេលចុច next ហើយគឺវាបង្ហាញ space នៅទីនេះគឺយើងមិនបាច់ធ្វើអីច្រើនទេចុច next ហើយចំពោះ gateway នេះក៏មិនត្រូវយើងមិនសូវខ្វល់ដែរយើងចុច next មកយើងមកចាប់ដើមមកគិតមើលកន្លែងនេះដោយសារតែកន្លែងប្រធានលោកគ្រូដាក់មកនេះគឺខ្ញុំបាន config ទៅគឺអត់ដើរទេដោយ
លោកគ្រូបានដាក់មកហ្នឹងគឺចុច1ប៉ុន្តែខ្ញុំសូមដាក់ចុច2ព្រោះដោយសារតែខ្ញុំ config លើកទី1គឺអត់ដើរទេហើយយើងកន្លែងចុងក្រោយនេះគឺយើងដាក់50យើងចុច next មកហើយ DNS server គឺយើងយក8.4ដើមយើងចុច next មកហើយកន្លែង time list នេះគឺគ្រូគាត់ឲ្យយើងដាក់3ម៉ោងអញ្ចឹងយើងចុច00មកហើយយើងកន្លែងនេះគឺយើងដាក់លេខ3កន្លែងកន្លងម៉ោងហើយយើងចុច next អូខេយើងទទួលបាន DHCP មួយសម្រាប់ IT department បន្ទាប់មកទៀតគឺយើងបង្កើតមួយទៀតគឺយើងទៅបង្កើតមួយទៀតសម្រាប់ទៅ accounting យើងចុច next មក next យើងចុច next ទៀតមកកន្លែងនេះគឺគ្រូគាត់ចង់ឲ្យយើងដាក់ត្រឹម100ដាក់ត្រឹម100អញ្ចឹងយើងកែកន្លែង254នេះគឺយើងដាក់លេខ100បន្ទាប់មកទៀតយើងចុច next យើងកន្លែង DNS server នេះគឺយើងចុចយក8.4ដើមដដែលហើយ next ហើយ time list គឺយើងដាក់3ម៉ោងដដែល sorry យើងចុច next ទៀតមកយើងទទួលបាន DHCP server សម្រាប់ព្រីកនីមួយៗអញ្ចឹងខ្ញុំសូមអរគុណលោកគ្រូដែលបានយកចិត្តទុកដាក់ហើយក៏សូមអធិស្ឋានផងដែរសម្រាប់កំហុសខុសឆ្គងដែលមានក្នុងវីដេអូនេះ